អូខេអញ្ចឹងត្រឡប់មកវិញសួស្តីទៅកាន់ទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះអាចថារៀងប្លែកដែលហេតុថាយើងមកមិនមែនក្នុងនាមជា mentor ឬមួយក៏ជាអ្នកចែករំលែកចំណេះដឹងអីទេអញ្ចឹងយើងមកក្នុងនាមជា trader ម្នាក់ដែលព្យាយាម survive នៅក្នុង trading industry ដូចទៅនឹងទាំងអស់គ្នាអញ្ចឹងដែរអញ្ចឹងនៅក្នុងរូបភាពនេះដូចអ្វីដែលទាំងអស់គ្នាបានដឹង Moon Group យើងបានធ្វើការ official announce ទាក់ទងទៅនឹងការដាក់ចេញទៅលើ Smart Money Concept 2.0 ឲ្យប្រើប្រាស់ជា public ដែលឥតគិតថ្លៃអញ្ចឹងអូខេវាអាចថាជាដំណឹងល្អសម្រាប់គ្នាយើងដែរប៉ុន្តែទាក់ទងទៅនឹង content ថ្ងៃនេះអូខេយើងនឹងមកប្រាប់ទាំងអស់គ្នាទាក់ទងទៅនឹងប្រវត្តិរូបសង្ខេបរបស់ Smart Money Concept 2.0 ថាមានរឿងរ៉ាវអីខ្លះហើយមូលហេតុអីបានកកើតឲ្យមានទៅលើ Smart Money Concept 2.0 របស់យើងអញ្ចឹងនៅក្នុងរូបភាពនេះអូខេយើង flashback ទៅកាន់ពេលដែលយើងចាប់ផ្ដើមរៀនទៅលើ Smart Money Concept ដំបូងមិនលាក់បាំងទាំងអស់គ្នាទេតែតោះទៅនឹង Smart Money Concept យើងមាន3គ្រូដែលខ្ញុំបានរៀនដែលយើងមានគ្រូខ្មែរ2និងគ្រូបរទេស1ហើយយើងពិតជាអរគុណគាត់មែនតើអញ្ចឹងតើតោះទៅនឹងគ្រូខ្មែរដែលយើងបានរៀនទៅលើ Smart Money Concept អូខេខ្ញុំសូមអត់បង្ហាញឈ្មោះគាត់ទេប៉ុន្តែប្រសិនបើទាំងអស់គ្នាចង់ដឹងអូខេអាចធ្វើការឆាតមកខ្ញុំហើយខ្ញុំរីករាយសម្រាប់ការប្រាប់ទៅកាន់ទាំងអស់គ្នាហើយតើតោះទៅនឹងគ្រូបរទេសមួយដែលយើងបានរៀនទៅលើយុទ្ធសាស្ត្រ Smart Money Concept ខ្ញុំជឿថាបងប្អូនយើងក៏ស្គាល់ដែរគឺ Photon Trading FX ប្រសិនបើតាមអ្វីដែលខ្ញុំចាំមិនខុសអញ្ចឹងនៅក្នុងរូបភាពនេះថាសំណួរសួរថាមូលហេតុអីបានកកើតឲ្យមានទៅលើ Smart Money Concept 2.0 ប្រសិនបើនិយាយអូខេយើងអាចថាក្នុងនាមជា trader ដូចគ្នានៅពេលដែលយើងរៀនហើយយកយុទ្ធសាស្ត្រមកប្រើឬមួយដែលខ្ញុំជួបហើយខ្ញុំឆ្ងល់មែនទែនអំឡុងពេលហ្នឹងវាអាចថាជាដំណាក់កាលពណ៌ប្រផេះរបស់ខ្ញុំដែរអ្វីដែលខ្ញុំរៀនតកតងទៅនឹងអ្វីដែលខ្ញុំប្រើប្រាស់ប្រសិនបើនិយាយចំនួននោះយើងឃើញថាយើងខាត់បងថវិកាច្រើនមែនទែនអាចថាមិនច្រើនណាស់ទេនៅក្នុងលក្ខខណ្ឌដែលថាអាចទទួលយកបានអីចឹងទៅគឺតើតើទៅនឹងរូបភាពមួយចំនួនដែលដូចទៅនឹងអ្វីដែលយើងបានរៀន 100% ប៉ុន្តែយកមកប្រើប្រាស់ SL តាំងពី market condition តាំងពីរបៀបដែលយើងប្រើប្រាស់ប្រសិនបើនិយាយឲ្យចំរូបភាពដែលយើងរៀនរបៀបម៉េចយើងយកមកប្រើនៅក្នុង live chat តាក់ទងទៅនឹង entry model គឺដូចគ្នាបេះបិទប៉ុន្តែចូលទៅ SL ចូលទៅ SL ចូលទៅ SL ហើយវាគឺជារូបភាពមួយដែលខ្ញុំពិបាកទទួលយកមែនតើម្លងពេលហ្នឹងព្រោះថាខ្ញុំឆ្ងល់មែនតើខ្ញុំឆ្ងល់ថាចុះហើយមូលហេតុអីបានកន្លែងហ្នឹងវាត្រូវខាត់បងប្រាក់ទាំងដែរអ្វីដែលយើងរៀនជាមួយនឹងអ្វីដែលយើងប្រើប្រាស់ប្រសិនបើដាក់អន្ទឹមគ្នាខ្ញុំជឿថាវាដូចគ្នា 100% មិនមែនជឿទេគឺយើងឃើញថាវាដូចគ្នា 100% ប៉ុន្តែមូលហេតុអីបាន SL ហើយប្រសិនបើ SL ត្រឹមតែម្ដងអូខេខ្ញុំជឿថាវាអត់មានអីជាបញ្ហាទេប៉ុន្តែនេះឡើងដល់4 5 6 7អញ្ចឹងទៅឧទាហរណ៍អញ្ចឹងនៅក្នុងលក្ខខណ្ឌនេះវាគឺជាដំណាក់កាលមួយដែលខ្ញុំអាចហៅវាបានថាជាដំណាក់កាលពណ៌ប្រផេះមួយសម្រាប់ខ្ញុំដែលហេតុថាខ្ញុំឆ្ងល់មែនតើខ្ញុំបែងចែកអត់ដាច់ថាចុះយុទ្ធសាស្ត្រមានបញ្ហាឬមួយក៏ខ្លួនខ្ញុំផ្ទាល់ដែលជាអ្នកប្រើប្រាស់មានបញ្ហាបន្តមកទៀតខ្ញុំក៏ធ្វើការសម្រេចចិត្តធំមួយដែលខ្ញុំជឿថាការសម្រេចចិត្តនេះគឺវាអាចផ្លាស់ប្ដូរជីវិតរបស់ខ្ញុំបានទាំងស្រុងខ្ញុំអាចនិយាយភាសាបែបនេះហើយថាជាដំណាក់កាលពណ៌ប្រផេះមួយសម្រាប់ខ្ញុំអំឡុងពេលហ្នឹងដែលហៅថាអូខេយើងខាតហើយខាតទៀតយើងខាតហើយខាតទៀតហើយយើងបែងចែកអត់ដាច់ថាមិនមែនយើងទេអធិស្ឋានខ្ញុំខ្លួនឯងផ្ទាល់ខ្ញុំបែងចែកអត់ដាច់ថាចំមកពីយុទ្ធសាស្ត្រមានបញ្ហាឬមួយក៏មកពីខ្ញុំដែលជាអ្នកប្រើប្រាស់មានបញ្ហាទៅបង្កើតឲ្យមានរូបភាពបែបនេះកើតឡើងហើយការសម្រេចចិត្តរបស់ខ្ញុំមិនមែនថាខ្ញុំទៅរកគ្រូផ្សេងសម្រាប់ការរៀនទៀតទេ no ខ្ញុំមានអារម្មណ៍ថាចំនួនហ្នឹងខ្ញុំរៀន3គ្រូហើយទៅលើយុទ្ធសាស្ត្រតែមួយខ្ញុំមើលឃើញថាប្រសិនបើទៅគ្រូផ្សេងតាក់ទងទៅនឹងការអូខេស្វែងរក mentor សម្រាប់ការរៀនទៅលើ Smart Money Concept មួយទៀតវាល្អអត់វាល្អប៉ុន្តែអ្វីដែលខ្ញុំមើលឃើញតាក់ទងទៅនឹងអ្វីដែលខ្ញុំរៀនហើយខ្ញុំមើលឃើញថាខ្ញុំយល់ពីវាអត់ទាន់ច្បាស់ទេឬក៏យ៉ាងម៉េចដែលជាហេតុថាអំឡុងពេលហ្នឹងខ្ញុំចាប់ផ្ដើមធ្វើការសម្រេចចិត្តធំមួយដែលជាហេតុថាអាចធ្វើឲ្យយើងឈរជើងមកដល់បច្ចុប្បន្នទៅតងទៅនឹងការប្រើប្រាស់ទៅលើយុទ្ធសាស្ត្រសម្រាប់ការជួញដូរប្រសិនបើនិយាយចំណន់នឹងអាចថាយើងចាយពេលខ្ទង់ពី6ទៅ7ខែដែរឧទាហរណ៍មួយក៏ខ្ញុំចាំអត់ច្បាស់ដែរប៉ុន្តែអាចថាលបាក់នឹងអីចឹងទៅ
គឺខ្ញុំបែងចែកដំណាក់កាល testing ជា2ដោយដំណាក់កាលទី1គឺខ្ញុំធ្វើការ check ទៅលើអារម្មណ៍របស់ខ្ញុំមានន័យថាតកតងទៅនឹងយុទ្ធសាស្ត្រនៃការប្រើប្រាស់យើងអត់រះទីផ្សារទេចំនួនហ្នឹងនៅពេលដែលយើងចាប់ផ្ដើមធ្វើការ check ទៅលើខ្លួនឯងខ្ញុំអត់ធ្វើការ trade live market ខ្ញុំអត់ធ្វើការប្រើប្រាស់ live account ទេអ្វីដែលយើងប្រើប្រាស់គឺយើងប្រើប្រាស់ demo អីចឹងទៅយើងអាចចាយពេលខ្ទង់2ខែកន្លះទៅ3ខែសម្រាប់ការ testing ទៅលើខ្លួនឯងមានន័យថាគ្រប់ការជួញដូរទាំងអស់អំឡុងពេលហ្នឹងគឺខ្ញុំប្រើប្រាស់ technical 100%អត់មានពាក្យថាចង់ចូលទិញអត់មានពាក្យថាចង់ចូលលក់អត់មានពាក្យថាស្ដាយឱកាសគឺអត់មានរូបភាពទាំងអស់ហ្នឹងទេយើងព្យាយាមធ្វើយ៉ាងណាប្រើប្រាស់ technical 100% សម្រាប់ការជួញដូរហើយអ្វីដែលខ្ញុំមើលឃើញបន្ទាប់ពីការ testing រយៈពេលអាចថា2ខែកន្លះឬក៏3ខែទៅលើខ្លួនឯងអ្វីដែលខ្ញុំចង់ដឹងថាអារម្មណ៍របស់ខ្ញុំវាមានបញ្ហាត្រង់កន្លែងណាឬមួយក៏យ៉ាងម៉េចដែលជាហេតុថាអំឡុងពេលនៃការ testing ធ្វើយ៉ាងណារក្សាឲ្យបានតកតងទៅនឹងគុណភាពរបស់ position គឺយើងអត់មានឲ្យអារម្មណ៍មកលូកឡំទេគ្រប់ការជួញដូរទាំងអស់គឺ make sure ថាវាចេញមកពី technical 100%ខ្ញុំអត់ខ្វល់ថាអាទិត្យនេះខ្ញុំអត់ទាន់បានការជួញដូរមួយ position ឬក៏យ៉ាងណាខ្ញុំអត់ខ្វល់ទៅលើចំនួនរបស់ position ទេអ្វីដែលខ្ញុំចង់បានបំផុតគឺរក្សាឲ្យបានតកតងទៅនឹងគុណភាពរបស់ position នៅពេលដែលខ្ញុំចំណាយពេលខ្ទង់3ខែហើយឲ្យថា2ខែកន្លះ3ខែខ្ញុំមើលឃើញថាអារម្មណ៍របស់ខ្លួនឯងអត់មានបញ្ហាអីទេប៉ុន្តែក្រឡេកទៅមើលលទ្ធផលដែលយើងទទួលបានពេលខ្លះមួយខែយើងរកបានតែ1ឬក៏2 position ទេហើយ1ឬក៏2ហ្នឹងពេលខ្លះ SL ទៅទៀតវាគឺជារូបភាពមួយដែលខ្ញុំឆ្ងល់ហើយខ្ញុំសួរខ្លួនឯងថាចុះតែតាំងពី time frame តាំងពីរបៀបនៃការប្រើប្រាស់ទៅលើ strategy arrangement យើងមើលឃើញថាយើងគឺជា day trade ហើយប្រសិនបើយើងជា day trade យើងមើលឃើញថាទម្រាំតែមានរូបភាព perfect ឲ្យយើងចូលគឺចាយពេលយូរមែនទេហើយនៅពេលដែលមានរូបភាពដែលថាអូខេវា confirm ពីយុទ្ធសាស្ត្រហើយតែមកឲ្យយើងចូលផ្សារវាបែរជាខាតបង់ប្រាក់ទៅទៀតហើយយើងគឺជា day trade មិនចឹងសំណួរសួរថាមួយអាទិត្យមិនទាន់រកបានមួយ position ផងហើយយើងនិយាយថាខ្លួនឯងជា day trade មិនអញ្ចឹងដែលជាហេតុដែលដំណាក់កាលហ្នឹងខ្ញុំចាប់ដើមមើលឃើញថាអារម្មណ៍របស់ខ្ញុំវាអត់មានបញ្ហាទេអញ្ចឹងយុទ្ធសាស្ត្រវាអាចថាមានកន្លែងណាមួយដែលខ្ញុំរៀនហើយខ្ញុំភ្លេចឬមួយក៏ខ្ញុំមិនបានយកមកប្រើប្រាស់ឬមួយក៏ខ្ញុំស្ដាប់ច្រឡំក្រោមរូបភាពណាមួយអីចឹងទៅដែលជាហេតុថាចំមិនដឹងថាខ្លួនឯងជា day trade ឬមួយក៏ជា swing trade ដែលជាហេតុថាពេលខ្លះមួយអាទិត្យរកមិនទាន់បានមួយ position ផងហើយពេលខ្លះអាទិត្យខ្លះបានមួយនឹង SL ទៀតតម្រាំតែបាន position សម្រាប់ការ recover ដែលយើងគិតថាposition នេះខាត position ក្រោយសម្រាប់ការ recover មកដល់អាក្រោយនឹងវាខាតទៅទៀតហើយប្រសិនបើគិតពីអាទិត្យយើងរកបាន2 position ខាតទាំង2ហើយសំណួរសួរថា day trade យើង trade របៀបម៉េចអញ្ចឹងនេះគឺជាដំណាក់កាលដែលខ្ញុំ testing លើកទី1ទៅលើអារម្មណ៍នៃការប្រើប្រាស់ទៅលើយុទ្ធសាស្ត្ររបស់ខ្ញុំដែលជាហេតុខ្ញុំមើលឃើញថាអូខេអញ្ចឹងអារម្មណ៍របស់ខ្ញុំវាអត់មានបញ្ហាអីទេប៉ុន្តែបញ្ហាខ្ញុំខ្លាចថាមកពីយុទ្ធសាស្ត្រដែលខ្ញុំរៀនហើយកន្លែងមួយចំនួនខ្ញុំភ្លេចដែលជាហេតុថាវាអាចជាឥទ្ធិពលទៅដល់ការប្រើប្រាស់ទៅដល់ការជួញដូររបស់ខ្ញុំអីចឹងទៅនេះគឺជាអ្វីដែលខ្ញុំបានរកឃើញនៅក្នុងដំណាក់កាលទី1ចូលមកដល់ដំណាក់កាលទី2ម្ដងវាគឺជាដំណាក់កាលមួយដែលខ្ញុំចាប់ផ្ដើមទៅសើរើយុទ្ធសាស្ត្រដែលខ្ញុំកំពុងតែប្រើប្រាស់ហើយវាខ្ញុំអាចនិយាយថាវាគឺជាដំណាក់កាលមួយដែលស្មុគស្មាញនិងពិបាកមែនទេចាយទាំងថវិកាចាយទាំងពេលវេលាចាយទាំងភាពអត់ធ្មត់របស់យើងទៅទៀតគឺខ្ញុំចាប់ផ្ដើមទៅសិក្សាឡើងវិញរាល់មេរៀនដែលខ្ញុំបានរៀនហើយមិនថាពីគ្រូខ្មែរមិនថាពីគ្រូបរទេសដើម្បីរកឲ្យឃើញចំណុចខ្វះខាតដែលនៅពីក្រោយយុទ្ធសាស្ត្រដែលខ្ញុំកំពុងតែប្រើហើយរូបភាពមួយដែលខ្ញុំចោតជាសំណួរមកកាន់ខ្លួនឯងវាអាចថាខ្ញុំចេះតែសួរលេងអីយ៉ាងទៅឧទាហរណ៍ខ្ញុំឆ្ងល់ថាពីជាក់ស្ដែងនៅពេលដែលខ្ញុំរៀនទៅលើ smart money concept ស្ថាប័នធំដែលយើងរៀនមានដូចជា market structure supply demand liquidity entry model អីចឹងទៅចំណុចហ្នឹងគេប្រើពាក្យថា entry model EM1 EM2 EM3 អីចឹងទៅឧទាហរណ៍អញ្ចឹងអ្វីដែលខ្ញុំចង់ដឹងថាតកតងទៅនឹងទំនាក់ទំនងរវាងពី objective មួយទៅ objective មួយវាមានទំនាក់ទំនងគ្នារបៀបម៉េចមូលហេតុអីបានទាមទារឲ្យយក objective ទាំងអស់ហ្នឹងមកប្រើប្រាស់ហើយអ្វីដែលខ្ញុំចង់ដឹងបំផុតដូចបញ្ជាក់ទៅកាន់ទាំងអស់គ្នាអញ្ចឹង
សំណួរសួរថាទំនាក់ទំនងរវាង market structure ទៅ supply demand វាមានទំនាក់ទំនងគ្នារបៀបម៉េចហើយទំនាក់ទំនងពី supply demand ទៅ liquidity វាមានទំនាក់ទំនងគ្នារបៀបម៉េចនេះគឺជាអ្វីដែលខ្ញុំឆ្ងល់ដែលខ្ញុំព្យាយាមសាររើឡើងវិញនៅពីក្រោយអ្វីដែលយើងបានរៀនហើយខ្ញុំមើលឃើញថាវាគឺជាដំណាក់កាលមួយដែលយើងដុតដៃដុតជើងមែនតែមិនលាក់បាំងទៅកាន់ទាំងអស់គ្នាទេដែលហេតុថាយើងអ្វីដែលយើងរៀនហើយរាប់ខែហើយយើងចំណាយពេលទៅសិក្សាវាឡើងវិញវាគឺជារូបភាពមួយដែលស្មុគស្មាញមែនតើអញ្ចឹងនៅពេលដែលខ្ញុំរៀនមកដល់កន្លែងនេះខ្ញុំសូមកាត់ថាអូខេវាគឺជាដំណាក់កាលដែលចាប់ផ្ដើមបង្កើតឲ្យមានទៅលើ Smart Money Concept 2.0 របស់យើងហើយអញ្ចឹងអ្វីដែលខ្ញុំ check ដំបូងគឺខ្ញុំ check ទៅលើ market structure មិនលាក់បាំងទាំងអស់គ្នាទេ market structure ការយើងរៀនវាមានដូចជា boss iBoss chock ដែលគ្នាយើងហៅថា CHOCH អីចឹងទៅអូខេនេះគឺជាអ្វីដែលយើងបានរៀនអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមតេស្តទៅលើ market structure ខ្ញុំព្យាយាមរកមើលថាអូខេទំនាក់ទំនងរបស់វានៅកន្លែងណាពី boss ទៅដល់ iBoss ទំនាក់ទំនងរបស់វានៅកន្លែងណាពី iBoss ឈានទៅដល់ការប្រើប្រាស់ chock CHOCH នោះវាមានទំនាក់ទំនងគ្នារបៀបម៉េចអញ្ចឹងខ្ញុំព្យាយាម check ចុះឡើងគឺយើងបានរកឃើញរូបភាពមួយទាក់ទងទៅនឹងការប្រើប្រាស់ chock ប្រសិនបើនិយាយទៅក្នុងកន្លែងនេះអូខេខ្ញុំសូមចូលទៅក្នុង technical បន្តិចចុះទាក់ទងទៅនឹង CHOCH ជាមួយនឹង break structure សំដៅទៅលើ boss ជាមួយនឹង iBoss ទាក់ទងទៅនឹងការបំបែកមានន័យថាការបំបែកទម្រង់របស់យើងមិនថា boss ឬក៏ iBoss ទេគឺយើងចាប់ការបំបែកទម្រង់ជាមួយនឹង body candle close មានន័យថាតើ candle នឹងបិទនៅលើចំណុចឬក៏ក្រោមចំណុចណាមួយទើបយើងហៅថាវាគឺជាការបំបែកទម្រង់នៃទីផ្សារប៉ុន្តែទាក់ទងទៅនឹង chock CHOCH ទៅតាមអ្វីដែលខ្ញុំបានរៀនគឺការចាប់ break ត្រឹមតែ wick របស់ candle យើងហៅថាអូខេផ្សារចុះបែក chock ហើយអូខេផ្សារបានផ្លាស់ប្ដូរទម្រង់អីចឹងទៅចូលទិញឬក៏ចូលលក់អីចឹងទៅអូខេនេះគឺជាអ្វីដែលយើងបានរៀនហើយសូមបើកវងកញ្ចក់ទៅកាន់ទាំងអស់គ្នាបន្តិចថាអ្វីដែលខ្ញុំនិយាយនេះអត់បានថាយុទ្ធសាស្ត្រវិខុសទេខ្ញុំគ្រាន់តែមើលឃើញថាវាអត់ត្រូវទៅតាមអ្វីដែលខ្ញុំប្រើប្រាស់ទៅតាមរូបខ្ញុំផ្ទាល់កន្លែងនេះខ្ញុំបញ្ជាក់មិនបានថាយុទ្ធសាស្ត្រមានបញ្ហាឬមួយក៏វាមិនល្អទេវាល្អប៉ុន្តែគ្រាន់តែវាមិនត្រូវជាមួយនឹងបរិបទដែលខ្ញុំប្រើប្រាស់តែប៉ុណ្ណឹងអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើម notice ទៅលើ chock ការបែកត្រឹមតែ wick របស់ candle វាគឺជាដំណាក់កាលមួយដែលខ្ញុំចាប់ផ្ដើមមើលឃើញពីបញ្ហាថាចុះកន្លែងនេះមូលហេតុអីបានវាខុសគ្នាអញ្ចឹងទៅអូខេខ្ញុំចាប់ផ្ដើម notice មួយបន្តមកទៀតយើងក៏ចាប់ផ្ដើមទៅសិក្សាទៅដល់ប្រភេទ supply demand ថាអូខេយើងមានការកំណត់ strong supply weak supply strong demand weak demand អីចឹងទៅដែលជាហេតុយើងមើលឃើញថាអូខេអញ្ចឹងការកំណត់ strong ឬមួយក៏ weak គឺអាស្រ័យមកពីការបំបែកទម្រង់នៃទីផ្សារដែលជាហេតុយើងទទួលបាន strong demand strong supply weak demand weak supply អីចឹងទៅអូខេបន្តមកយើងក៏ចេះតែបន្តទៅមុខទៀតដែលជាហេតុថាយើង move on ចូលទៅដល់ liquidity យើងចាប់ផ្ដើមទៅសាររើឡើងវិញទាំងអស់ថាទំនាក់ទំនងពី market structure មក supply demand ពី supply demand មក liquidity វាតាក់ទងគ្នារបៀបម៉េចហើយអ្វីដែលខ្ញុំចាប់បានមួយវាគឺជាចំណុចដែលយើងមើលឃើញយើងសាររើទៅដល់ chock មុនហ្នឹងទៀតតាក់ទងទៅនឹងប្រភេទនៃ liquidity sweep ដែលចាប់ត្រឹមតែ wick របស់ candle មកដល់នៅក្នុងកន្លែងនេះយើងចាប់ផ្ដើមរកឃើញឬមួយក៏យើងពឹងទៅលើឯកសារការស្រាវជ្រាវរបស់យើងមួយចំនួនយើងមើលឃើញថាអូខេកន្លែងនេះវាគឺជារូបភាពមួយដែលមិនប្រក្រតីវាអាចថាអូខេយើងមានចំណុចខ្វះខាតឬមួយក៏ក្រោមរូបភាពណាមួយអីចឹងទៅដែលជាហេតុថា liquidity sweep ត្រឹមតែ wick របស់ candle ប៉ុន្តែតកតងទៅនឹងការចាប់ chock សំដៅទៅលើការ break chock គឺចាប់ត្រឹមតែ wick របស់ candle ដូចគ្នាមកដល់កន្លែងនេះគ្នាយើងខ្លះអាចនឹងអត់យល់អីចឹងទៅប៉ុន្តែអូខេយើងគ្រាន់តែជាការចែករំលែកជា documentary ទេអធិស្ឋានអញ្ចឹងដែលជាហេតុថាវាគឺជាដំណាក់កាលមួយដែលយើងពិចារណាទៅលើការដក chock ចេញពីយុទ្ធសាស្ត្រទាំងមូលដែលយើងប្រើប្រាស់ដែលជាហេតុថាយើងមើលឃើញចំណុចមិនប្រក្រតីដែលហេតុថាប្រសិនបើសិក្សាទៅលើស្ថាប័ន liquidity គេនិយាយថាអូខេពេលដែលតម្លៃឡើងទៅត្រឹមតែ week ឬក៏ចុះទៅត្រឹមតែ week ធៀបទៅនឹង swing point ណាមួយវាគឺជាការ sweep liquidity អីចឹងទៅប៉ុន្តែតកតងទៅនឹងការប្រើប្រាស់ chock ដែលជាស្ថាប័នរបស់ market structure គេបាននិយាយថា
អូខេនៅពេលដែលវាប្រេកត្រឹមតែ week យើងរាប់ថាជាការប្រេកហើយអញ្ចឹងកន្លែងនេះខ្ញុំមើលឃើញថាវាគឺជារូបភាពមួយដែលជាន់គ្នារវាង market structure ជាមួយនឹងliquidity ដែលជាហេតុថាខ្ញុំអត់ចង់ឲ្យមានរូបភាពស្មុគស្មាញបែបនឹងកើតឡើងជាវាងការភ័ន្តច្រឡំក្រោមរូបភាពណាមួយយើងក៏បានដកឆក់ចេញពីអ្វីដែលយើងកំពុងតែប្រើប្រាស់នៅពេលដែលយើងចាប់ផ្ដើមដកឆក់ចេញយើងចាប់ផ្ដើមមើលឃើញថានៅពេលដែលយើង apply boss apply I boss ហើយវានៅមានតកតងទៅនឹង structure ដែលសេសសល់នៅកន្លែងនេះអូខេយើងអាចថាចូលទៅក្នុង technical បន្តិចអធិស្ឋានផងយើងមើលឃើញថាអូខេ structure មួយចំនួននៅពេលដែលយើងចាប់ boss យើងចាប់ I boss ហើយនៅចន្លោះហ្នឹងវាមាន structure ដែលសេសសល់ទៀតដែលជាហេតុយើងក៏បង្កើត objective ថ្មីឬមួយក៏បង្កើត objective មួយទៀតសម្រាប់ការប្រើប្រាស់គឺតាក់ទងទៅនឹង fractal break or structure ហើយមកដល់ fractal break or structure នេះឈ្មោះដំបូងដែលយើងបង្កើតវាមិនមែនឈ្មោះ fractal នោះទេវាមានឈ្មោះថា micro structure ដែលជាពាក្យកាត់គឺ MS ដែលយើងយកមកប្រើប្រាស់ការពីជំនាន់មុនអីចឹងទៅប៉ុន្តែយើងក៏ធ្វើការផ្លាស់ប្ដូរឈ្មោះដែលជាហេតុយើងមើលឃើញថាតកតងទៅនឹង market structure shift ដែលគេពាក្យកាត់គឺ MSS អូខេវាមានពាក្យហ្នឹងដែរអញ្ចឹងយើងអត់ចង់ឲ្យមានការជន់គ្នាឬមួយក៏ការភ័ន្តច្រឡំទើបយើងផ្លាស់ប្ដូរវាទៅជា FTS សំដៅទៅលើ fractal break or structure ជំនួសមកវិញអញ្ចឹងនេះគឺជាកំណែតម្រង់ដែលយើងបានផ្លាស់ប្ដូរអាចថានៅក្នុងលក្ខខណ្ឌសាមញ្ញទេគ្រាន់តែបង្កើត objective ថ្មីសម្រាប់ការចាប់ structure ដែលសេសសល់ដើម្បីទទួលបាន direction ទៅប៉ុណ្ណឹងហើយនៅក្នុងលក្ខខណ្ឌនៅពេលដែលយើង test ទៅដល់ liquidity យើងក៏បង្កើតឲ្យមានតកតងទៅនឹងស្ថាប័នមួយឬក៏ objective មួយឬក៏ function មួយតកតងទៅនឹងប្រភេទនៃ liquidity structure ប្រសិនបើនិយាយឲ្យមិនលាក់បាំងទាំងអស់គ្នាទេដំណាក់កាលដែលយើងបង្កើតទៅលើប្រភេទនៃ liquidity structure តកតងទៅនឹងការដាក់ឈ្មោះនេះវាគឺជាដំណាក់កាលមួយដែលយើងចាយលុយច្រើនមែនដែរដែលហេតុថានៅពេលដែលដំបូងយើង testing តកតងទៅនឹង demo អូខេការសិក្សាទៅលើ objective ថាយុទ្ធសាស្ត្រឬមួយក៏ function ហ្នឹងវាមានទំនាក់ទំនងរបៀបម៉េចជាមួយនឹង supply demand ក៏ដូចជា liquidity អីចឹងទៅដែលជាហេតុយើងមើលឃើញពីចំណុចខ្វះខាតមួយចំនួនយើងក៏បង្កើត function ថ្មីដែលមានឈ្មោះថា liquidity structure មកដល់ liquidity structure វាធ្វើការជាមួយអីខ្លះវាធ្វើការជាមួយនឹងប្រភេទនៃ market structure ធ្វើការជាមួយនឹង supply demand ទៅទៀតដែលជាហេតុថានៅពេលដែល testing អាចថាយើងចាយលុយច្រើនហើយក៏យើងខាតបង់ថវិកាច្រើនដែរទៅលើប្រភេទនៃ liquidity structure នេះហើយនៅក្នុងរូបភាពនេះនៅពេលដែលយើងចាប់ផ្ដើម testing មានន័យថាយើងចាប់ផ្ដើមមើលឃើញថាកន្លែងនេះគួរណាស់តែមាន function បែបនេះដែលយើងមានឈ្មោះថា liquidity structure ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់មើលឃើញថាកន្លែងហ្នឹងគួរប្រយ័ត្នរបៀបម៉េចគួររៀបចំទាក់ទងទៅនឹង trading plan របៀបម៉េចនេះគឺជាអ្វីដែលយើងមើលឃើញហើយយើងក៏ចាប់ផ្ដើមបង្កើត function ថ្មីបង្កើត objective ថ្មីបង្កើត entry theory ថ្មីសម្រាប់ការប្រើប្រាស់ឈានទៅដល់ការបង្កើតទៅដល់ entry theory ទៅទៀតនេះមិនលាក់បាំងទាំងអស់គ្នាទេទៅតាមអ្វីដែលយើងបានរៀនមិនថាគ្រូខ្មែរក៏ដូចជាគ្រូបរទេសគឺនៅក្នុង entry យើងមានឈ្មោះថា entry model ដែលយើងមាន EM ពី1ដល់ EM 5អីចឹងទៅខ្ញុំមើលឃើញថាវាល្អសម្រាប់ការប្រើប្រាស់គ្រាន់តែវាមិនត្រូវជាមួយនឹង condition របស់ខ្ញុំតែប៉ុណ្ណឹងដែលជាហេតុថាយើងចាប់ផ្ដើមបង្កើតទៅនឹង entry theory ដោយអនុញ្ញាតឲ្យមានការប្រើប្រាស់ market structure នៅក្នុង low time frame មកទៅទៀតព្រោះប្រសិនបើតាមអ្វីដែលយើងបានរៀនដែលខ្ញុំបានរៀននៅក្នុង low time frame គឺយើងអត់ប្រើប្រាស់ structure ទេទៅលើ smart money concept គឺយើងប្រើប្រាស់ត្រឹមតែ chop ត្រឹមតែអីអញ្ចឹងទៅអាចថាមាន flip zone មានអីក្រោមរូបភាពណាមួយយើងប្រើប្រាស់អញ្ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់អូខេខ្ញុំក៏ធ្វើការបង្កើត entry theory ថ្មីសម្រាប់ការប្រើប្រាស់ហើយកន្លែងនេះយើងបញ្ជាក់ម្ដងហើយម្ដងទៀតមិនមែនថាentry model ដែលយើងបានរៀនវាអត់ល្អទេអធិស្ឋានវាល្អគ្រាន់តែវាមិនត្រូវជាមួយនឹង condition ដែលខ្ញុំប្រើប្រាស់តែប៉ុណ្ណឹងហើយបន្តមកទៀតក៏យើងអូខេការបង្កើត entry theory ហើយចេញជា3 scenario សម្រាប់ការប្រើប្រាស់ដោយអនុញ្ញាតឲ្យ low time frame ប្រើប្រាស់ទាំង market structure supply demand និង liquidity ដូចទៅនឹង middle time frame ដែរនេះគឺជាអ្វីដែលយើងបានរៀបចំហើយវាក៏ជាដំណាក់កាលដែលយើងចាប់ផ្ដើមចងក្រងទៅលើ smart money concept 2.0 ទាំងមូលដូចគ្នានេះគឺជាអ្វីដែលយើងអាចចែករំលែកទៅកាន់ទាំងអស់គ្នាបានអញ្ចឹងប្រសិនបើមើលវាមាន2ដំណាក់កាលដោយបញ្ជាក់ទៅកាន់ទាំងអស់គ្នាជាងដំណាក់កាល
អាចថាដំណាក់កាលពណ៌ប្រភេទដែលយើងមានបែងចែកចេញជា2វគ្គទី1យើងធ្វើការ check ទៅលើអារម្មណ៍ដែលយើងប្រើប្រាស់ technical 100%ហើយវគ្គទី2នៅពេលដែលយើងទទួលបានលទ្ធផលពីវគ្គទី1ហើយខ្ញុំជឿថាទាំងអស់គ្នានឹងអាចមើលឃើញថាអូខេអារម្មណ៍របស់ទាំងអស់គ្នាមានបញ្ហាឬមួយក៏យុទ្ធសាស្ត្ររបស់ទាំងអស់គ្នាមានបញ្ហាបន្ទាប់មកដែលជាហេតុថាយើងធ្វើការ double check ទៅលើអ្វីដែលយើងបានរៀនហើយរហូតឈានទៅដល់ការបង្កើតឲ្យមានវត្តមាន Smart Money Concept 2.0 ដែលរៀបរៀងឡើងដោយ Moon Community អញ្ចឹងនេះគឺជាប្រវត្តិរូបសង្ខេបនៃ Smart Money Concept 2.0 ដែលយើងគ្រោងនឹងដាក់ឲ្យទាំងអស់គ្នាសម្រាប់ការសិក្សាជា public នាពេលឆាប់ៗខាងមុខតោះយើងត្រឡប់មកវិញវីដេអូនេះអូខេអត់មានអីច្រើនទេគ្រាន់តែជាសារអត់មានអីច្រើនទេបច្ចុប្បន្នគឺច្រើនហើយព្រោះ20នាទីហើយទៅលើ content ប្រភេទនេះតោះអញ្ចឹងនេះគឺជាអ្វីដែលយើងអាចចែករំលែកទៅកាន់ទាំងអស់គ្នាត្រួសបានមានតែប៉ុណ្្នឹងទេអរគុណច្រើនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយអរគុណ